មកនិយាយពីអត្ថប្រយោជន៍បន្លែស្លឹកបាសម្ដងទៀតបងប្អូនពុកម៉ែបងប្អូនបាទនេះជាបន្លែធម្មជាតិពុកម៉ែបងប្អូនយើងអាចដាំបាននៅក្នុងលបងតាមដីយើងណាទំនេរពុកម៉ែបងប្អូនបាទស្លឹកបាសនេះវាមានអត្ថប្រយោជន៍សម្រាប់និយាយថ្ងៃមុននិយាយពីអត្ថប្រយោជន៍សម្រាប់អ្នកទឹកនោមផ្អែមបាទវាជាបន្លែធម្មជាតិហើយវាយើងហូបទៅវាផ្ដល់ឲ្យយើងមានសុខភាពល្អពុកម៉ែបងប្អូនយើងអ្នកដែលមិនមានជំងឺទឹកនោមផ្អែមនេះក៏យើងអាចយកមកបរិភោគហូបចុកឲ្យបានដូចអ្នកគេធម្មតាទឹកនោមផ្អែមវាអញ្ចឹងដែរបងប្អូនបាទពុកម៉ែបងប្អូនអត្ថប្រយោជន៍របស់ស្លឹកបាសវាល្អត្រង់ថាអ្នកជំងឺទឹកនោមផ្អែមជួយបញ្ចុះជាតិស្ករហើយទប់លំនឹងជាតិស្ករយើងឲ្យបានល្អពុកម៉ែបងកាត់បន្ថយនិងជួយទប់លំនឹងជាតិស្ករឲ្យបានល្អជៀនជាមួយពងទាឬក៏ពងមាន់បានពុកម៉ែបងប្អូនយើងអត់មានជំងឺទឹកនោមផ្អែមព្រោះយើងហូបទៅបានដែរពុកម៉ែបងប្អូនហើយមានរសជាតិឈ្ងុយឆ្ងាញ់ដោយសារវាជាបន្លែធម្មជាតិហើយវាងាយស្រួលដាំងាយស្រួលដោះយើងអាចដាំដុះនៅជុំវិញផ្ទះយើងបានតាមលបងដីលបងផ្ទះរបស់យើងពុកម៉ែបងប្អូនបាទហើយខ្ញុំដាំដែរពុកម៉ែបងប្អូនប៉ុន្តែហូបអត់តន់ទៅផ្សារថ្ងៃមុនខ្ញុំទៅទិញថែមមកបាទដោយសារវាមានអត្ថប្រយោជន៍ដល់យើងសុខភាពយើងព្រោះវាជាបន្លែធម្មជាតិហើយវាអាចកាត់បន្ថយជាតិស្ករជាតិអីបានដែរពុកម៉ែបងប្អូននឹងសម្រាប់អ្នកជំងឺទឹកនោមផ្អែមបាទយើងមិនបាច់យកទៅក្លុករហូតទៅយើងក្លុករហូតក៏បានតែយើងអាចយកមកឆ្នៃបាទយកមកឆ្នៃជាមួយពងទាមកបាទធ្វើអញ្ចឹងមកធ្វើដូចខ្ញុំអញ្ចឹងមកពុកម៉ែបងប្អូនបាទយើងយកមកចៀនទៅមានរសជាតិឈ្ងុយឆ្ងាញ់សម្រាប់អាហារមួយមុខនេះបាទហើយបើតាមក្បួនពេទ្យគាត់ណែនាំគាត់ឲ្យយើងហូបបន្លែធម្មជាតិនឹងហើយល្អពុកម៉ែបងប្អូនមិនថាអ្នកមានជំងឺទឹកនោមផ្អែមអ្នកមិនមានជំងឺទឹកនោមផ្អែមក៏ដោយបាទយើងអាចហូបបានបាទហើយជាបន្លែយើងដាំដុះផ្ទាល់ខ្លួនឯងតាមលបងផ្ទះលបងដីយើងនេះក៏វាល្អម្យ៉ាងដែរដោយសារយើងអត់មានប្រើជាតិគីមីពុកម៉ែបងប្អូនបាទហើយមួយទៀតសំខាន់ជាងនោះទៅទៀតអ្នកដែលចង់ធ្វើរបបអាហារសម្រាប់អ្នកលើសជាតិស្ករទឹកនោមផ្អែមតែម្ដងបាទគឺអាចយកវាមកប្រើការជាប្រចាំថ្ងៃបានបាទពេទ្យគាត់បានណែនាំឲ្យយើងហូបបន្លែត្រីសាច់បាទកាត់បន្ថយជាតិផ្អែមហើយនិងប្រៃបាទអញ្ចឹងយើងអាចយកក្លុកមកជារៀងរាល់ថ្ងៃហើយយើងយកមកឆ្នៃមកធ្វើជាម្ហូបហ្នឹងជៀនពងទាក្លុកពងទាទៅបាទពងទាគឺអាចជំនួយឲ្យយើងនឹងឲ្យបងប្អូនបើសិនជាគាត់អ្នកធ្វើរបបអាហារអ្នកដែលមានជំងឺទឹកនោមផ្អែមវាល្អពិសេសបាទល្អពិសេសត្រង់ថាយើងអាចយកស្លឹកបាសនេះមកប្រើប្រាស់វាជារៀងរាល់ថ្ងៃក៏បានដែរពុកម៉ែបងប្អូនបាទយើងជៀនឆាស្ងោរអីទៅតាមសាច់ជ្រូកពងមាន់ពងទាអញ្ចឹងណាក្លុកជៀនអីចឹងទៅពុកម៉ែបងប្អូនបាទហើយយើងអាចស្ងោរវាសុទ្ធដើម្បីយកមកក្លុកហូបព្រឹកមួយកែវលថ្ងៃត្រង់មួយកែវល្ងាចមួយកែវទេបាទមួយកែវប្រហែលកន្លះលីត្របងប្អូនបងប្អូនបាទអាហ្នឹងយើងក្លុកនឹងសិនតែក្លុកបើសិនយើងយកជាស្លឹកវាសុទ្ធមកយើងក្លុកប្រើប្រាស់បានបាទយើងយកមកហូបបាទពុកម៉ែបងប្អូនជួយ share ម្នាក់មួយផងពុកម៉ែបងប្អូនដើម្បីឲ្យបងប្អូនយើងគាត់ដែលមិនទាន់បានដឹងឲ្យគាត់បានដឹងឲ្យយើងហូបចុកដើម្បីសុខភាពយើងទាំងអស់គ្នាបាទនេះជារបបអាហារសម្រាប់អ្នកជំងឺលើសជាតិស្ករតែម្នាក់មិនមានលើសជាតិស្ករក៏យើងជាអាហារមួយដែលពិសេសតែស្លឹកបាសត្រីជាធម្មជាតិពុកម៉ែបងប្អូនអញ្ចឹងយើងជួយ share ចែកម្លែកម្នាក់មួយទៅឲ្យបងប្អូនយើងបានដឹងអស់គ្នាអរគុណជម្រាបលា